នេះហ่ะជីទុកនៅស្រីដែលមនុស្សប្រុសគ្នាថ្ងៃយល់ទេបងគ្មានពេលធ្វើអត់ប្រយោជន៍ទេចៃលុយបងរងថ្ងៃគឺថាអូនសុបាយចិត្តមែនអូនឯងចេះហត់អត់បងលេងហត់ទេម៉េចខំហេបបបាច់នាំកូនទៅចេញផ្ទះទៀតមែនសាចាអូនមានអារម្មណ៍ថាអត់ស្រួលខ្លួនសោះហើយកូនយើងក៏ឈឺទៀតបងអាចមើលកូនជំនួសអូនតិចបានអត់បងកំពុងចាប់ការងារក្រុមហ៊ុនអូនឯងរឹងមកខ្លាំងមើលអេងតិចឈឺរហូតប៉ុន្តែបងកំពុងរវល់អូនឯងកុំរំខានបងមើលកូនមួយហ្នឹងផងឲ្យមើលម៉ាននេះម៉េចខំហេបបបាច់នាំកូនទៅចេញផ្ទះទៀតមែនអូនឯងចេះហត់អត់ខឹងរត់ណាចង់ឲ្យក្មេងតូចដល់អង្ការទៀតអូនឯងហត់ណាប៉ុន្តែបងវាហត់ណាចាប់ពីពេលនេះទៅបងលេងហត់ទេព្រោះអូននឹងកូនណានឹងចាក់ចាញ់ហើយមិនបាច់តាមអង្វរអូនទេយកពេលធ្វើការបងចុះព្រោះការងារបងសំខាន់ខ្លាំងណាស់ត្រូវហើយជាង10ឆ្នាំមកនេះអូនឯងបាននៅផ្ទះធំមានបានយូរថ្ងៃណាមិនដោយសារការងារបងទេមែនប៉ុន្តែ10ឆ្នាំមកនេះមានតែ1ឆ្នាំប៉ុណ្ណោះដែលអូនគិតថាអូនជាព្រះនាងចំណាយឲ្យ9ឆ្នាំទៀតអូនណានិងកូនណាឯកាខ្លាំងណាស់ចំហគ្រួសារមួយនេះពឹងលើបងអូននៅផ្ទះបងធ្វើការមួយថ្ងៃជាប់ដៃទៅជាមួយកូនជន់ឈឺជន់ជានេះជាទុកនៅស្រីដែលមនុស្សប្រុសគ្នាថ្ងៃយល់ទេហើយចៃលុយបងរងថ្ងៃគឺថាអូនសុបាយចិត្តមែនបើបងរត់តែពេលញ៉ាំបាយជុំគ្រួសារឲ្យឆ្ងាញ់ម្ដងគ្មានផងហ្នឹងបងណៃគិតថាធ្វើបែបហ្នឹងល្អបងណៃធ្វើចុះបងគ្មានពេលវេលាតាមខ្លួនណៃទៀតទេបងឯងច្បាស់ហ្នឹងបាទបងគ្មានពេលធ្វើអត់ប្រយោជន៍ទេមេត្រាប៉ាមដល់ផ្ទះវិញកូនភ្លេចតែឃើញថាប្រពន្ធកូននៅហ៎មានរឿងអីគេខ្លះបានធ្វើឲ្យឯងមិនសប្បាយចិត្តទេចាមានរឿងអ្វីក្រៅពីរឿងគ្រួសារគ្នាទេពេលឯងនិយាយចឹងទៅគ្នានឹកឃើញតើគ្រួសារឯងមានរឿងអីនៅព្រោះយើងចាំតែខំមែនគ្នាខំអស់ហើយខំថ្ងៃនេះខំដើម្បីប្រពន្ធខំដើម្បីកូនខំដើម្បីគ្រួសារខំរហូតដល់ថ្នាក់ប្រពន្ធគាត់ថាគ្នានឹងយកការងារជាធំហើយឥឡូវនាងក៏បានចាស់ចេញទៅបាត់ទៀតប្រពន្ធកណឹកកូនកណឹកមានរឿងខ្លះមើលនឹងភ្នែកមិនឃើញទេឯងដឹងអត់តួនាទីជាមេគ្រួសារឯងធ្វើបានល្អណាស់តែតួនាទីជាប្តីល្អឯងមិនទាន់គ្រប់គ្រាន់ទេនេះឯងនិយាយចឹងចាំមិនន័យថាម៉េចឯងដឹងអត់មនុស្សស្រីរឹងមាំប៉ុណ្ណាក៏នៅតែជាមនុស្សស្រីដែរពេលខ្លះមនុស្សសញ្ចេតនានិងអាទង្វើតិចតួចហ្នឹងក៏បង្កើតក្តីសុខនៅក្នុងគ្រួសារដែរហើយចុះគ្នាមិនបានចោលគ្រួសារឯណាគ្រប់យ៉ាងដែលគ្នាធ្វើគឺដើម្បីគ្រួសារទាំងអស់តាគ្នាយល់ដល់សម្លាញ់ពេលឯងមិនទាន់មានអីសោះនាងស្ម័គ្ររួមរស់ជាមួយឯងព្រោះអ្វីព្រោះតែភាពកក់ក្ដៅនិងក្តីសុខដែលឯងផ្ដល់ឲ្យនាងចុះហេតុអីពេលដែលឯងមានគ្រប់យ៉ាងនាងបែរជាចាក់ចេញមែនហើយមិនក៏គ្នាមិនដែរគិតរឿងហ្នឹងអញ្ចឹងប៉ុន្តែឯងខ្មាស់មិនហ៊ានតាមនាងមែនទេឯងនឹងអត់សម្លឆ្ងាញ់ព្រោះតែគ្រឿងគ្រួសាររុងរឿងព្រោះតែប្រពន្ធឯងគួរតែធ្វើអ្វីដែលឯងគួរធ្វើទៅម្ល៉េះអូយដូចគេមែនជាសាអើយអូនជួយឆុងកាហ្វេរបស់មកកាមើលគេថាប្រពន្ធអត់នៅទេហ៎
សប្បាយអត់កូន សប្បាយម៉ាក់ ខាងនេះចុះខាងនេះវិញចុះខាងនេះសូម កែសាបងនឹងខុសហើយអូនត្រឡប់ទៅផ្ទះយើងវិញបានអត់ នេះបងកំពុងចង់កែងខ្លួនឯងណាហើយដើម្បីបងត្រូវធ្វើរឿងដែលបងគិតថាអត់ប្រយោជន៍ រក្សាបងមកនេះគឺដើម្បីសុំតអូននិងកូនបងសន្យាថាបងនឹងផ្លាស់ប្ដូរផ្ដល់ឱកាសឲ្យបងម្ដងទៀតបានអត់ ដល់ឱកាសម្ដងទៀតគួរឲ្យអស់សំណើចណាស់បងសាជាខ្ញុំបានផ្ដល់ឱកាសឲ្យបងរយៈពេល9ឆ្នាំមកហើយតែបងណាមិនដែលចាប់យកឱកាសនោះទេនៅមានរឿងមួយទៀតតើបងដឹងអត់រយៈពេល9ឆ្នាំនេះដែលអូនស៊ូទ្រាំរួមរស់ជាមួយបងមិនចាក់ចេញពីបងក៏ព្រោះតែអូនដឹងថាបើអូនចាក់ចេញទៅគឺពេលនោះហើយគឺអូនឆ្អែតចិត្តបំផុតហើយបើអូនចាក់ចេញទៅគឺអូនមិនវិលត្រឡប់វិញឡើយពួកយើងលែងលះគ្នាទៅ ให้มันไหม้เลยชมมือแบบ ម៉ាក់ស្រឡាញ់ប៉ាអត់ មិនបងកូនសួរបែបហ្នឹងប៉ារបស់កូនជាបរិសុទ្ធទី1ដែលធ្វើឲ្យម៉ាក់ព្រមចាក់ចែងពីគ្រួសារមកព្រមរស់នៅជាមួយគាត់ធ្វើយ៉ាងម៉េចទើបម៉ាក់អាចបំភ្លេចគាត់បានងាយៗនោះ ចុះហេតុអ្វីក៏ម៉ាក់មិនព្រមទៅរស់នៅជាមួយប៉ាវិញ កូនម៉ាក់ក្នុងមួយឆាកជីវិតរបស់មនុស្សស្រីយើងត្រូវហ៊ានដើរចេញពីកន្លែងដែលធ្វើឲ្យយើងឈឺចាប់កុំឲ្យរបួសចាស់កើតឡើងជាថ្មីហើយកុំឲ្យរបួសថ្មីកើតឡើងកន្លែងចាស់ជីវិតម៉ាក់មានកូនគឺគ្រប់គ្រាន់ហើយ ចាម៉ាក់ តែកូនកុំបារម្ភអីប៉ាម៉ាក់នៅតែបំពេញកាតព្វកិច្ចជាប៉ាល្អម៉ាក់ល្អសម្រាប់កូនជានិច្ចប៉ុន្តែសម្រាប់ជីវិតគូប៉ាម៉ាក់មិនអាចដូចដើមវិញទេ សុំទោសអូនសុំទោសកូនសុំទោសនៅកំហុសអចេតនារយៈពេល10ឆ្នាំមកនេះដែលបងបានសាងរបួសឲ្យអូនទាំងដែលបងមិនដឹងខ្លួនរហូតអូនខ្លាចលែងហ៊ានបើឱកាសប្តីម្នាក់នេះកែប្រែជាថ្មីបងពិតជាដឹងថាបងខុសបងមិនរវល់ពីអូនធ្វើឲ្យអូនសែនឯកាអូនរស់នៅក្នុងសម្បុកដែលបងកសាងមួយនេះអូនរងអារម្មណ៍រងាយ៉ាងណាឈឺចាប់និងសំដីព្រមទាំងទង្វើមិនល្អរបស់បងមិនបានយកចិត្តទុកដាក់មើលថែអូនទាំងផ្លូវកាយនិងផ្លូវចិត្តពេលនេះបងពិតជាដឹងកំហុសតែស្របពេលដែលបងក៏លែងមានឱកាសនេះទៀតដែរបងនៅតែរងចាំការអភ័យទោសពីអូនព្រមឲ្យបងលុបលាងកំហុសមើលថែស្នាមរបួសរបស់អូនឲ្យដូចដើមប្តីពិតជាស្រឡាញ់អូននិងកូនខ្លាំងណាស់ការចាក់ចេញរបស់អូនជាវិបដិសេរីដែលធំរបស់បងក្នុងជីវិតនេះ